ខ្ញុំចង់នាំส่งเสียงទៅស្នាក់នៅផ្ទះនេះអូនថាមិញអូនចាំមកជួយគេទៅផ្ទះយើងមែនហើយអើយមិនល្អទីដឹងមានអីមិនល្អទៅទុកគេនៅពេទ្យនោះទៅថាមិនល្អបងទុកគេនៅពេទ្យចង់ឲ្យមន្ទីរពេទ្យទាំងមូលដឹងរឿងរបស់គេអញ្ចឹងហ៎អូនសម្លាញ់បងគិតថារឿងនេះធ្វើជាមិនល្អទេអញ្ចឹងណាពួកយករកផ្ទះឲ្យគេនៅខាងក្រៅទៅហើយរំអ្នកជួយមើលថែគេដើម្បីឲ្យជួយមើលថែគេទៅណាយ៉ាងម៉េចដែរបែបហ្នឹងកាន់តែមិនល្អខ្ញុំបានស៊ើបរួចហើយส่งเสียងគឺជាកូនកំព្រាគ្មានឪពុកម្ដាយតាំងពីតូចមករស់នៅក្នុងមណ្ឌលកុមារកំព្រាគ្មានសាច់ញាតិអ្វីនឹងគេទេឲ្យគេទៅស្នាក់នៅខាងក្រៅចង់ឲ្យគេត្រូវអ្នកកសែតអ្នកសារព័ត៌មានខ្លំមើលរួចយករឿងនេះទៅផ្សព្វផ្សាយមន្ទីរពេទ្យស៊ីយូរបស់យើងអាប់អន់ប៉ុណ្ណាប៉ុន្តែបងគិតថារឿងនេះអូនត្រូវនេះអូនមានពិភាក្សាជាមួយជាយ៉ាងហើយនៅអូនមានគិតថាគេយល់យ៉ាងម៉េចដែរទេអ៊ីស៊ីលោកនាយកអ៊ំស្រីអ៊ីនស៊ីអ៊ំស្រីមានការអីហ៎នាងធ្វើជាអ្នកថែទាំខ្ញុំមួយរយៈទៅហើយសុខភាពខ្ញុំឥឡូវបានធូរស្រាលច្រើនណាស់នាងថាតែមើលមែនទេបើអ៊ំស្រីលែងត្រូវការខ្ញុំហើយខ្ញុំនិយាយឈប់គ្រប់ពេលវេលាទោះជាពេលនេះខ្ញុំមិនត្រូវការអ្នកថែទាំប៉ុន្តែខ្ញុំនៅតែទុកនាងពីព្រោះនាងជាមនុស្សម៉ត់ចត់ចេះថែទាំអ្នកនោះទេអរគុណអ៊ំស្រីដែលសរសើរអ៊ីនស៊ីនាងមានកូនប្រុសម្នាក់ធ្លាប់បង្កើតកូនខ្ញុំគិតថានាងចេះថែទាំអ្នកមានផ្ទៃពោះហើយណោះខ្ញុំមានបទពិសោធន៍ខ្ញុំក៏បានចូលរៀនវគ្គបំពាក់បំពន់ជំនាញដែរអ៊ំស្រីសួរខ្ញុំអញ្ចឹងចង់ឲ្យខ្ញុំថែទាំអ្នកណាខ្ញុំចង់ឲ្យឯងថែទាំส่งเสียงថែទាំส่งเสียงឯងសេជីងសេជីងសេជីងនេះត្រង់ចាសេជីងសេជីងបងអញ្ចឹងមកជួយខ្ញុំតិចមកជួយគ្នាស្អីទៅហ៎អូគេតាណាបាត់ហើយអញចេញពីពេទ្យហើយចាញ់ហើយទីបំផុតទៅហើយបើសិនជាថ្ងៃណាគេមិនទៅខ្ញុំនៅតាមទុកចិត្តដដែលហ្នឹងនិយាយទៅចម្លែកណាស់ខ្ញុំសាំចេញពីពេទ្យត្រូវរំខានដល់លោកស្រីនៅបងអ៊ីនសៀបានគេទៅហ៎អើយសៀមហ្នឹងអញនិយាយថាម៉េចហ្នឹងគឺលោកស្រីជាអ្នកនាំគេទៅមែនទេហ៎មែនហើយអូហើយអើយចាប់ហើយអើយចាប់ហើយខ្ញុំចាប់ហើយទៅអង្គុយសិនទៅអង្គុយទីនេះទៅអ៊ំស្រីមិនដឹងថាអ៊ំស្រីចង់នាំអ្នកនាងសុងទៅដល់ណាទេអ៊ំស្រីខ្ញុំសម្រាប់នៅទីនេះបន្តិចច្បាស់ជាលេងអីហើយខ្ញុំអាចទៅជួបផ្ទះនៅខាងក្រៅហើយដូច្នេះអញ្ចេះចុះផ្ទះរបស់នាងជួលអ្នកណាបន្តិចទៀតខ្ញុំឲ្យអ៊ីនសៀទៅជញ្ជូនអីវ៉ាន់របស់នាងមកទីនេះអ៊ំស្រីស្ដាប់ឯងចុះចេះតែហៅអ៊ំស្រីឡើងចាស់អស់ទៅហើយអ៊ីនសៀអ៊ំស្រីឃើញទេមកពីឯងនឹងចេះតែហៅអ៊ំស្រីលេចអ៊ំស្រីកើតពួកគេក៏និយាយតាមឯងអស់ហើយអញ្ចេះចុះថ្ងៃក្រោយពួកឯងហៅខ្ញុំថាអ្នកម៉ាក់លីវទៅប៉ុន្តែខ្ញុំអីចាគ្រូសាយើងទាំងពីរក៏ត្រូវជាសាច់ញាតិឯងហៅខ្ញុំថាអ្នកម៉ាក់លីវជារឿងត្រឹមត្រូវណាส่งเสียงខ្ញុំរៀបចំបន្ទប់របស់ឯងនៅជាន់ខាងលើបន្ទប់ទទួលភ្ញៀវធំជាទូទៅគ្មានអ្នកណាស្នាក់នៅទេឯងទៅនៅទីនោះចោះតោះខ្ញុំនាំទៅមើលមិនរឿងរ៉ាវខ្លាចទៅជាអញ្ចឹងតាមសម្ដីដែលពួកគេនិយាយហាក់ដូចជាส่งเสียงមានពាក់ព័ន្ធនឹងជីចឹងបើប៉ាត់ជាអញ្ចឹងមែនម្ដាយក្មេងរបស់ស៊ីជីងនាំส่งเสียงចូលមកគ្រូសាលីវថ្ងៃក្រោយស៊ីជីងគិតចឹងមែនអ៊ីនសៀអ៊ំស្រីឃើញទេនៅហៅខ្ញុំអ៊ំស្រីទៀតប្រាប់ហើយហៅថាអ្នកម៉ាក់លីវអ្នកម៉ាក់លីវអ៊ីនសៀអញប្រកាសជាមានចម្ងល់ច្រើនហើយអ្នកម៉ាក់លីវធ្លាប់និយាយថាអ្វីដែលមិនគួរសួរកុំសួរអីអ៊ីនសៀអញម្លេះអង្គុយមកខ្ញុំមានការចង់និយាយចាមកក៏ចេះតែសម្លឹងមើលមកខ្ញុំយ៉ាងឡានបើសិនជាទុនភ្លុនដូចឯងមិនដឹងថាល្អយ៉ាងណាទេជាឈិននឹងខ្ញុំក៏មិនដល់ថ្នាក់អ្នកម៉ាក់លីវលោកប្រធាននិងអ្នកស្រីលីវស័ក្តិសមគ្នាណាស់កុំយកខ្ញុំទៅពាក់ព័ន្ធអី